អូខេបងឥឡូវយើងនិយាយពីមុខងារមួយផ្សេងចិត្តដែលបងដឹងឲ្យស្រាប់ហើយថា e-service គឺជាប្រភេទជា app ដែលយើងអាច share បាទ share device មិនថាកាមេរ៉ាទេទៅកាន់ account ផ្សេងបាទទៅកាន់ទូរស័ព្ទដែលមាន account ផ្សេងឥឡូវសួរថាតើ software smart របស់យើងហ្នឹងអាចធ្វើអញ្ចឹងបានអត់បាទបានបាទនៅទីកន្លែងនេះមានបាទបងប្អូនមើលបានមានវាមាន unlock វាមាន user management មាន temporary passcode ហ្នឹងយើងធ្វើហើយបាទឥឡូវយើងមកនេះ Bluetooth key អញ្ចឹង Bluetooth key ហ្នឹងគឺជាកន្លែង add share បាទនេះយល់បាទយើងអាច share ឧទាហរណ៍យើង share មកកាន់មួយ account មួយនេះមកបាទហើយយើងនេះកន្លែងយើងអាចចូលរើសបានទាំងអស់ control អីផ្សេងៗក៏យើងអត់ចង់ដាក់ក៏បានដែរបាទយើងពាក្យ finish ទៅបាទបន្តពិសេសហើយយើងធ្វើការ set មកគាត់បាទ no one អញ្ចឹងទៅបាទថា no one បាទអូខេ next នេះយើងចង់ឲ្យគាត់ permanent ឬ custom អីនេះ Bluetooth key បាទកន្លែងហ្នឹងគឺវា generate Bluetooth key ហ្នឹងដើម្បីឲ្យ account ទូរស័ព្ទហ្នឹងណាបាទភ្ជាប់ជាមួយនឹង Bluetooth របស់សាររបស់យើងអញ្ចឹងវានៅពេលទូរស័ព្ទហ្នឹងចង់ភ្ជាប់ Bluetooth របស់សាររបស់យើងវាត្រូវតែវាយជាមួយនឹងនេះលេខកូដនៃវា generate ឲ្យនេះអញ្ចឹងមកពេលវាយលេខកូដ Bluetooth ហ្នឹងទៅគឺវាភ្ជាប់ auto វិញហើយមួយសំខាន់មួយផ្សេងទៀតគឺចង់ប្រាប់ថា Bluetooth បើសិនជាមានទូរស័ព្ទពីរដែលភ្ជាប់ Bluetooth ហ្នឹងបានណាទូរស័ព្ទណាភ្ជាប់មុនអ្នកហ្នឹងបានប្រើប្រាស់មុនព្រោះថា Bluetooth វាភ្ជាប់តែមួយ device មួយ device ទេបាទអញ្ចឹងបើយើងបិទ device ទី2 device ទី1ភ្ជាប់បិទ device ទី1ភ្ជាប់បើហើយ device ទី2អាចភ្ជាប់បានមិនអាចភ្ជាប់ម្ដង2ឬក៏3បានទេបាទភ្ជាប់ម្ដងបានតែមួយទេបាទសូមអរគុណហើយយើងយក complete ណាចា៎នេះមានឈ្មោះអីទៀតបាទសូមអរគុណចុងក្រោយបាទអរគុណច្រើន